ថ្ងៃនេះផ្ទះខ្ញុំធ្វើស្លការីញ៉ាំប៉ុន្តែអត់មាននំបញ្ចុកស្រស់ៗដូចយើងនៅស្រុកខ្មែរទេអញ្ចឹងហើយបានជាយកនំបញ្ចុកក្រៀមនេះមកធ្វើហើយម៉ាក់កញ្ចប់ដែលខ្ញុំយកមកប្រើនេះគឺភាគច្រើនគឺបងប្អូននៅស្រុកក្រៅគឺប្រើតាម៉ាក់នឹងទេដោយសារតាម៉ាក់នឹងគឺឆ្ងាញ់ជាងគេវាទុនណាបើម៉ាក់ផ្សេងគឺអត់ឆ្ងាញ់ទេមុននឹងយកមកស្រុះទឹកក្តៅខ្ញុំត្រាំវាចោលរយៈពេល20ទៅ30នាទីសិនពេលយើងដាក់ត្រាំឲ្យវារាងទន់បន្តិចទៅពេលយើងស្រុះគឺវាចំណេញពេលវេលាយើងអត់សូវពិបាកឈរចាំកូរយូរបន្ទាប់មកទៀតគឺខ្ញុំដាំទឹកក្តៅឲ្យពុះហើយយកនំបញ្ចុកក្រៀមនឹងដាក់ចូលទៅក្នុងឆ្នាំងនឹងហើយកូរចុះកូរឡើងដើម្បីឲ្យសរសៃនំបញ្ចុកនឹងវាឡើងរីកបើចង់ដឹងថានំបញ្ចុកយើងនឹងរីកបានល្អនៅអញ្ចឹងយើងលើកចុះលើកឡើងដូចខ្ញុំបង្ហាញអញ្ចឹងណាហើយមើលសរសៃនំបញ្ចុកថាវារីកនៅពេលដែលវារីកល្អហើយយើងយកវាទៅចាក់លាងចេញសម្អាតហើយត្រាំជាមួយទឹកត្រជាក់ដូចខ្ញុំបង្ហាញនេះណាបន្ទាប់ពីលាងសម្អាតនំបញ្ចុកនឹងហើយអញ្ចឹងយើងអាចស្រង់វាចេញពីទឹកមកហើយយើងចាប់ជាសរសៃនំបញ្ចុកមកថាយើងចង់បានប៉ុណ្ណាអញ្ចឹងធំឬតូចច្បាយវានឹងគឺយើងចាប់តាមយើងចង់បានមកបើនិយាយទៅស្រួលធ្វើមែនទែនហើយលឿនទៀតសម្រាប់អ្នកនៅស្រុកក្រៅគឺញ៉ាំតែនំបញ្ចុកក្រៀមឯអ្នកទាំងអស់គ្នាដោយសារតែវាអត់មានរបស់ស្រស់លក់ទេ